តើអ្នកជឿទេថានៅជំរឿជ្រៅក្រោមដីនៃព្រៃអាម៉ាហ្សូនមានទីក្រុងបុរាណមួយដែលគេជឿជាក់ថាជាទីកន្លែងលាក់ទុកបណ្ណាល័យលោហៈធាតុរបស់មនុស្សក្រៅភពនៅជំរឿដ៏ជ្រៅនៃព្រៃអាម៉ាហ្សូននៅក្នុងប្រទេសអេក្វាដ័រមានឡាងក្រោមដីដ៏ធំសម្បើមមួយឈ្មោះថា Cueva de los Tallos ឬឡាងទីយ៉ូឡាងនេះទទួលបានឈ្មោះតាមបក្សីមួយប្រភេទដែលរស់នៅទីនោះប៉ុន្តែអ្វីដែលធ្វើឲ្យពិភពលោកញាប់ផ្អើលមិនមែនជាសត្វស្លាបនោះទេគឺជារចនាសម្ព័ន្ធដ៏ចម្លែកនៅខាងក្នុងដើមឡើយមានជនជាតិដើមភាគតិចស្វែឬស៊ូអាតែប៉ុណ្ណោះដែលស្គាល់ឡាងនេះប៉ុន្តែដើម្បីចុះទៅដល់បាតឡាងអ្នកត្រូវតង់ខ្សែចុះតាមរន្ធដែលមានជម្រៅរហូតដល់63ម៉ែត្រដោយឈានជើងចូលទៅកាន់ពិភពងងឹតសូនឈឹងដែលពោរពេញទៅដោយភាពអាថ៌កំបាំងការរកឃើញបណ្ណាល័យលោហៈធាតុរបស់លោកវ៉ាន់ម៉ូរិករឿងរ៉ាវនេះបានផ្ទុះឡើងនៅឆ្នាំ1969នៅពេលដែលអ្នកស្រាវជ្រាវជនជាតិហុងគ្រីលោកវ៉ាន់ម៉ូរិកបានប្រកាសថាលោកបានរកឃើញរូបភ្នំសិប្បនិមិត្តដែលបង្កើតឡើងដោយដៃមនុស្សឬអរិយធម៌ដ៏ជឿនលឿនណាមួយលោកបានអះអាងថានៅជំរឿជ្រៅនៃបាតល្អាងមានបន្ទប់សម្ងាត់ដ៏ធំមួយដែលត្រូវបានរៀបចំឡើងយ៉ាងផ្ចិតផ្ចង់ហើយនៅទីនោះជាទីកន្លែងដែលកំពុងលាក់ទុកនៅវត្ថុចម្លែកសន្លឹកផ្ទាំងមាសនិងលោហៈធាតុចម្លែកដែលមានចរិតអក្សរបុរាណមិនអាចបកប្រែបានរូបចម្លាក់ដ៏ចម្លែកនិងនិមិត្តសញ្ញាដែលមើលទៅដូចជារបស់អរិយធម៌បុរាណដែលបានបាត់បង់អ្នកខ្លះថែមទាំងជឿថាទាំងលោហៈធាតុទាំងនោះគឺជាបណ្ណាល័យប្រវត្តិសាស្ត្រដែលត្រូវបានបន្សល់ទុកដោយមនុស្សដែលមានប្រាជ្ញាមកពីក្រៅភពទៀតផងបេសកកម្មឆ្នាំ1976និងការចូលរួមរបស់លោក Neil Armstrong រឿងរ៉ាវនេះបានទាក់ទាញចំណាប់អារម្មណ៍ពិភពលោកយ៉ាងខ្លាំងរហូតដល់ឆ្នាំ1976បេសកកម្មស្វែងរកទ្រង់ទ្រាយធំមួយត្រូវបានបង្កើតឡើងដោយមានកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលអេក្វាដ័រនិងប្រទេសអង់គ្លេសអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺលោក Neil Armstrong ដែលជាមនុស្សដំបូងគេបានជន់ដីព្រះច័ន្ទក៏បានចូលរួមក្នុងបេសកកម្មចុះរុករកក្នុងល្អាងដ៏ងងឹតនេះដែរបន្ទាប់ពីចេញពីល្អាងលោក Armstrong បាននិយាយថាការចុះរុករកនៅទីនេះពិតជាអស្ចារ្យនិងរំភើបមិនចាញ់ការធ្វើដំណើរទៅកាន់អវកាសនោះទេទោះបីជាបេសកកម្មផ្លូវការនោះបានអះអាងថាបានរកឃើញតែវត្ថុបុរាណធម្មតានិងរចនាសម្ព័ន្ធថ្មធម្មជាតិក៏ដោយប៉ុន្តែអ្នកជឿទៅលើទ្រឹស្ដីអាថ៌កំបាំងនៅតែជឿជាក់យ៉ាងមុតមាំថារបស់ពិតប្រាកដត្រូវបានគេលាក់បាំងនិងដកហូតចេញបាត់ទៅហើយសំណួរដែលមិនទាន់អាចបកស្រាយបានរហូតដល់សពថ្ងៃនេះល្អាងក្រោមដី Cueva de los Tallos នៅតែជានិមិត្តរូបនៃអាថ៌កំបាំងដ៏ជ្រៅតើជញ្ជាំងថ្មដ៏រលោងស្មើគ្នានៅខាងក្នុងល្អាងជាស្នាដៃធម្មជាតិឬជាការកាប់ឆ្លាក់ដោយបច្ចេកវិទ្យាបុរាណដែលយើងមិនស្គាល់តើបណ្ណាល័យលោហៈធាតុពិតជាមានមែនឬគ្រាន់តែជារឿងព្រេងនិទានគ្មាននរណាម្នាក់អាចបកស្រាយបាន 100% នោះទេប៉ុន្តែវាបានធ្វើឲ្យល្អាងមួយនេះក្លាយជាកន្លែងដ៏គួរឲ្យទាក់ទាញបំផុតមួយនៅលើពិភពលោកតើបងប្អូនជឿទេថានៅក្រោមដីនៃល្អាងតាយ៉ូពិតជាមានបណ្ណាល័យអាថ៌កំបាំងមែនដែរឬទេសូមបញ្ចេញមតិយោបល់របស់បងប្អូននៅខាងក្រោមវីដេអូនេះហើយប្រសិនបើបងប្អូនចូលចិត្តវីដេអូដែលបកស្រាយអំពីអាថ៌កំបាំងប្លែកៗបែបនេះសូមកុំភ្លេចជួយចុច Follow និងជួយចុច Subscribe Channel YouTube របស់យើងខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃសូមអរគុណសម្រាប់ការតាមដានទស្សនា